បើអត់មានធីវេតហើយអត់បានឡើងមករៀននៅភ្នំពេញខ្ញុំគិតថាបច្ចុប្បន្នប្រហែលជាខ្ញុំត្រូវនៅស្រែបាទនៅតែធ្វើកសិកម្មដដែលព្រឹកឡើងទៅស្រែត្រូវបាក់ជីបាញ់ថ្នាំអីខ្ញុំប្រហែលជានៅបែបហ្នឹងដដែលខ្ញុំបានឈ្មោះក្រុងសំភ័សអាយុ27ឆ្នាំជាប្រធានផ្នែករៀបចំសេវាអគ្គិសនីនៃក្រុមហ៊ុន ATS Cambodia ដែលពាក្យពេញគេថា Advanced Technical Solution ហើយខ្ញុំក៏ជាអតីតសិស្សដែលបានបញ្ចប់ឆ្នាំសិក្សាកាលពី2020នៅវិទ្យាស្ថានភេកវិទ្យាបច្ចេកទេសបកុសមៈផ្នែកវិស្វកម្មអគ្គិសនីបានជាខ្ញុំជ្រើសរើសជំនាញវិស្វកម្មអគ្គិសនីដោយសារខ្ញុំគិតឃើញថាប្រទេសយើងកំពុងតែអភិវឌ្ឍអញ្ចឹងនៅក្នុងប្រទេសអភិវឌ្ឍគឺត្រូវការអ្នកបច្ចេកទេសដើម្បីចូលរួមនៅក្នុងការអភិវឌ្ឍទៅតាមជំនាញនីមួយៗតែដូចជាជំនាញអគ្គិសនីសំណង់និងផ្នែកមួយចំនួនទៀតដែលពាក់ព័ន្ធជាមួយនឹងការអភិវឌ្ឍប្រទេសដើម្បីឲ្យក្លាយទៅជាប្រទេសជឿនលឿនដោយប្រទេសគេដទៃសម្រាប់ខ្ញុំវិញគឺជាមនុស្សម្នាក់ដែលមកពីបណ្ដាខេត្តទេមិនមែននៅភ្នំពេញទេបើតាមប្រវត្តិវិញគឺបានថាជាកូនកសិករម្នាក់ដែលបានថារស់នៅមកពីខេត្តតាកែវគឺបានន័យថាមុខរបរគឺពឹងផ្អែកទៅលើការធ្វើកសិកម្មឯងបន្ទាប់ពីខ្ញុំបានបញ្ចប់ថ្នាក់ទី12ក៏បានឡើងមករៀននៅភ្នំពេញហ្នឹងក៏បានចាប់ជំនាញការពីចូលដំបូងគឺបង់ថ្លៃប៉ុន្តែបន្ទាប់ពីចូលរៀនរយៈពេលបាន6មាសទី1ខ្ញុំក៏បានប្រឡងជាប់ជាសិស្សបកាយនៅសាលាអញ្ចឹងសាលាក៏បានផ្ដល់ជាកាដូឬមួយក៏ជាការលើកទឹកចិត្តគាត់បានផ្ដល់ជាអាហារូបករណ៍រៀនរយៈពេល4ឆ្នាំកន្លះហ្នឹងគឺអត់គិតថ្លៃទេបន្ទាប់ពីខ្ញុំបានរៀនជំនាញវិស្វកម្មអគ្គិសនីហ្នឹងមកគឺបានន័យថាបានកែប្រែជីវភាពខ្ញុំពីកូនកសិករម្នាក់បានប្រែក្លាយពីការធ្វើកសិកម្មមកធ្វើការនៅលក្ខណៈជា office ដូចដែលការងារដែលយើងចង់បានពីមុនមកបើអត់មានធីវេតហើយអត់បានឡើងមករៀននៅភ្នំពេញខ្ញុំគិតថាបច្ចុប្បន្នប្រហែលជាខ្ញុំត្រូវនៅស្រែបាទនៅតែធ្វើកសិកម្មដដែលព្រឹកឡើងទៅស្រែត្រូវបាក់ជីបាញ់ថ្នាំអីខ្ញុំប្រហែលជានៅបែបហ្នឹងដដែលហើយណាមួយតាំងពីខ្ញុំកើតមកបានន័យថាតាំងពីតូចមកឃើញជាពលរដ្ឋឬមួយក៏បងប្អូននៅក្នុងភូមិហ្នឹងឃើញគាត់ធ្វើស្រែរហូតដល់ខ្ញុំរៀនចប់ហើយឥឡូវគាត់នៅតែធ្វើស្រែដដែលអញ្ចឹងខ្ញុំទៅវិញពេលខ្លះក៏បានណែនាំទៅបងប្អូនថាបើយើងចង់ផ្លាស់ប្ដូរជីវភាពតើតែយើងមានជំនាញមួយច្បាស់លាស់អូខេជំនាញអ្វីដែលយើងស្រឡាញ់គឺជាដងរបស់យើងដែលបានមកពីបានន័យថាចេញពីខ្លួនមកហ្មងទៅរៀនដោយអត់ខ្ជិលទេបានន័យថាព្រឹកឡើងគឺត្រូវទៅមកយើងស្រឡាញ់រៀនធ្វើការហើយអត់ហត់ទៀតបើក្លែកទៅមើលជីវភាពវិញបានន័យថាផ្លាស់ប្ដូរហើយជា50%បន្ទាប់ពីបានន័យថាកាលពីមុនកសិករយើងធ្វើកសិកម្មរយៈពេល3ខែបានទទួលបានផលម្ដងតែបើយើងធ្វើទៅឧទាហរណ៍ថាមានសត្វឬមួយក៏មានកាសធាតុមិនអំណោយផលអញ្ចឹងអាផលដែលយើងទទួលបានហ្នឹងគឺវាតិចទៅតាមហ្នឹងតែបន្ទាប់ពីខ្ញុំបានរៀនចប់ទៅគឺបានន័យថាយើងមានប្រាក់ខែមួយដែលថេរអញ្ចឹងអាចគ្រប់គ្រងទៅសម្រាប់ខ្លួនឯងនិងអាចជួយទៅដល់គ្រួសារវិញសម្រាប់បុគ្គលិកដែលគាត់ចេញពីទីវេតនៅពេលដែលគាត់បានចូលមកធ្វើការនៅខាងក្រុមហ៊ុន ATS តែម្ដងគឺគាត់មានការអភិវឌ្ឍខ្លួនបានលឿនទៅលើចំណុចទី1នៅពេលដែលគាត់មានទ្រឹស្ដីពីខាងទីវេតមកស្រាប់គឺគាត់នាំយកចំណេះដឹងថ្មីៗមកឲ្យក្រុមហ៊ុនដែរមួយវិញទៀតនៅពេលដែលគាត់អនុវត្តផ្ទាល់គឺគាត់ចាប់បានលឿនតែម្ដងទៅលើជំនាញ technical ឬក៏ mechanical មួយចំនួនទៀតមួយវិញទៀតពាក់ព័ន្ធជាមួយនឹងអត្ថប្រយោជន៍ការងារនៅពេលដែលគាត់ចូលធ្វើការជាមួយក្រុមហ៊ុនបុគ្គលិកដែលចេញពីទីវេតគាត់ទទួលបានអត្ថប្រយោជន៍បានខ្ពស់ជាងបុគ្គលិកដែលអត់ទាន់បានបណ្ដុះជំនាញបច្ចេកទេសដែលយោងទៅលើអីពាក់ព័ន្ធនៅពេលដែលយើងចូលមកភ្លាមយើងចាប់ផ្ដើមមានការវាយតម្លៃទៅលើសមត្ថភាពអីអញ្ចឹងក្នុងការវាយតម្លៃគឺគាត់បានបន្ទុកខ្ពស់ដែលគាត់អាចទទួលបានទៅលើអត្ថប្រយោជន៍មួយចំនួនក៏ដូចជាប្រាក់បៀវត្សផងដែរយោងទៅលើហេតុផលអីខ្លះចំណុចទី1នៅពេលដែលគាត់មានចំណេះជំនាញមកស្រាប់អញ្ចឹងនៅពេលដែលដាក់ការងារថ្មីទៅគឺគាត់ចាប់បានលឿនអញ្ចឹងឱកាសនៃការឡើងតំណែងក៏បានលឿនដែរហើយក្នុងការធ្វើការផងដែរគឺយើងត្រូវប្រវាយគេហៅថា KPI ទៅគាត់អញ្ចឹងក្នុងការបដិញ្ញាកំណត់ទៅលើ KPI ក៏គាត់បានលឿនជាងបុគ្គលិកដទៃដែរ
ជាទូទៅយើងមានការវិតម្លៃទៅលើការងារប្រចាំឆ្នាំអញ្ចឹងដែលជាហេតុដែលខាងបុគ្គលិកដែលចេញពី TVET គឺគាត់ទទួលបានពិន្ទុខ្ពស់ទៅលើការវិតម្លៃការងាររបស់គាត់សម្រាប់សម្ផស្សផ្ទាល់អាចនិយាយបានថាគាត់ជាបុគ្គលិកម្នាក់ចែករំលែកច្រើនព្រោះគាត់គ្រប់គ្រងបុគ្គលិកបានល្អទី1ទី2គាត់មានទំនួលខុសត្រូវទៅលើរយៈពេលដែលអតិថិជនបានកំណត់ឲ្យទី3រាល់ពេលដែលតនេការងារខ្លះគាត់បង្រៀន design ហើយនឹងបុគ្គលិកថ្មីយើងមួយចំនួនទៀតគាត់ចំណាយពេលវេលាផ្ទាល់ខ្លួនក្នុងការចែករំលែកចំណេះដឹងផងគាត់បន្ថែមដល់បុគ្គលិកថ្មីចំពោះអត្តចរិតធ្វើការរបស់សម្ផស្សគាត់មានការងារស្រួលសម្របខ្លួនជាមួយគ្រប់ department ហើយនឹងជាមួយថ្នាក់គ្រប់គ្រងទាំងអស់ចំណុចសំខាន់របស់គាត់តែងតែយកហេតុផលយកមកដោះស្រាយចារាល់បញ្ហាទាំងអស់គាត់មានហេតុផលច្បាស់លាស់ការរៀនជំនាញគឺអត់ខ្វះទីផ្សារសម្រាប់ទីផ្សារកម្ពុជាយើងបច្ចុប្បន្នបើយើងធ្វើការឲ្យគេក៏បានបើយើងរៀនជំនាញហើយធ្វើការឲ្យគេហើយមានដើមទុនអាចបើកជាកន្លែងខ្លួនឯងក៏បានដែរមិនថាយើងរៀនចប់ថ្នាក់ទី12ប្រឡងហើយមិនថាលទ្ធផលចេញមកជាប់ឬក៏ធ្លាក់ក្នុងនាមយើងជាកូនកសិករដូចគ្នាដែលមកពីខេត្តដូចគ្នាខ្ញុំសូមផ្ដាំទៅបងប្អូនបើយើងមិនទាន់ដឹងថារៀនអីទេអាចងាកមករៀនជំនាញដែលក្រសួងដែលយើងកំពុងតែផ្ដល់ឱកាសក្នុងការរៀនអាចតាក់ទងមក TVET ដែលនៅក្នុង TVET គឺមានច្រើនជំនាញហើយសិតតែជាជំនាញត្រូវការនៅក្នុងបច្ចុប្បន្នហើយបន្ទាប់ពីរៀនចប់ទៅគឺក្នុងទីហៅថារៀនជាក់ស្ដែងទៅបន្ទាប់ពីចប់ទៅគឺមានការងារមួយដែលអាចធ្វើទៅបានប្រាក់ខែសមរម្យអាចផ្ដល់ទៅជួយអ្នកផ្ទះខ្លះហើយនឹងជួយសម្រួលដល់ខ្លួនឯងបន្ទាប់ពីយើងបានរៀនជំនាញមួយច្បាស់លាស់នៅក្នុងខ្លួន